សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel របស់ខ្ញុំតើអ្នកធ្លាប់ឆ្ងល់ទេថាតើប្រអប់ដែកឬកុំព្យូទ័រដែលយើងប្រើប្រាស់រាល់ថ្ងៃនេះវាដំណើរការយ៉ាងម៉េចខ្លះហើយផ្នែកនីមួយៗរបស់វាមានតួនាទីអ្វីនៅក្នុងវីដេអូថ្ងៃនេះយើងនឹងស្វែងយល់ពីមូលដ្ឋានគ្រឹះនៃកុំព្យូទ័រឲ្យកាន់តែស៊ីជម្រៅដើម្បីឲ្យអ្នកយល់ច្បាស់ពីរបៀបដែលវាដំណើរការនិងអាចជ្រើសរើសកុំព្យូទ័រដែលស័ក្តិសមសម្រាប់អ្នកតោះកុំឲ្យខាត់ពេលយូរយើងចាប់ផ្ដើមទាំងអស់គ្នាផ្នែកទី1និយាយអំពីសារៈសំខាន់នៃកុំព្យូទ័រក្នុងជីវិតប្រចាំថ្ងៃបច្ចុប្បន្ននេះកុំព្យូទ័របានក្លាយជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងជីវិតរបស់យើងកុំព្យូទ័រនៅជុំវិញខ្លួនយើងគ្រប់ពេលវេលាមិនថាជាទូរស័ព្ទដៃ tablet កុំព្យូទ័រយួរដៃឬកុំព្យូទ័រលើតុសុទ្ធតែជាទម្រង់នៃកុំព្យូទ័រទាំងអស់ពីការងារការសិក្សារហូតដល់ការកម្សាន្តយើងប្រើប្រាស់វាសម្រាប់ការងារប្រចាំថ្ងៃការសិក្សាស្រាវជ្រាវលេងហ្គេមមើលកុននិងទំនាក់ទំនងសង្គមការយល់ដឹងពីវាគឺជាជំនាញដ៏សំខាន់បំផុតមួយការយល់ដឹងពីរបៀបដែលកុំព្យូទ័រដំណើរការមិនត្រឹមតែជួយឲ្យយើងប្រើប្រាស់វាបានល្អប្រសើរទេថែមទាំងអាចជួយយើងដោះស្រាយបញ្ហាតូចតាចដោយខ្លួនឯងបានទៀតផ្នែកទី2យើងនឹងនិយាយអំពី hardware និង software ដើម្បីយល់ពីកុំព្យូទ័រយើងត្រូវបែងចែកវាជាពីរផ្នែកធំៗគឺ hardware និង software hardware ឬមួយទៀតយើងអាចហៅបានថាផ្នែករឹងគឺជាគ្រឿងបង្គុំទាំងអស់របស់កុំព្យូទ័រដែលយើងអាចប៉ះបានដូចជាអេក្រង់ keyboard mouse CPU RAM និង storage hardware ប្រៀបបានទៅនឹងរាងកាយរបស់មនុស្សគឺចង់និយាយថាជាអ្វីដែលយើងអាចមើលឃើញនិងអាចប៉ះឬចាប់កាន់បានដោយផ្ទាល់ software អាចហៅបានមួយទៀតគឺផ្នែកទុនគឺជាកម្មវិធីនិងប្រព័ន្ធប្រតិបត្តិការដែលបញ្ជាឲ្យ hardware ធ្វើការឧទាហរណ៍ដូចជា Windows Mac OS Microsoft Word YouTube ឬ Facebook software ជារូបភាពឬអ្វីដែលយើងអាចមើលឃើញតែมันអាចប៉ះបានដោយផ្ទាល់ទេសរុបមកទាំង hardware និង software ត្រូវតែធ្វើការជាមួយគ្នាដើម្បីបង្កើតជាប្រព័ន្ធកុំព្យូទ័រមួយដែលពេញលេញនិងអាចដំណើរការបាននៅក្នុងប្រព័ន្ធកុំព្យូទ័របើគ្មាន hardware នោះ software ក៏មិនអាចដំណើរការបានទេហើយបើគ្មាន software នោះ hardware មិនដំណើរការបានដូចគ្នាផ្នែកទី3យើងនិយាយអំពីឧបករណ៍បញ្ចូលនិងបញ្ចេញទិន្នន័យ input and output device តើយើងបញ្ជូនព័ត៌មានទៅកុំព្យូទ័រដោយរបៀបណាគឺតាមរយៈឧបករណ៍បញ្ចូលទិន្នន័យ input device keyboard និង mouse គឺជាឧបករណ៍បញ្ចូលទិន្នន័យចម្បងបំផុត keyboard សម្រាប់វាយអក្សរនិងលេខរីឯ mouse សម្រាប់បញ្ជានៅលើអេក្រង់ចំណែក microphone និង camera ប្រើសម្រាប់បញ្ចូលសំឡេងនិងរូបភាពវីដេអូទៅកាន់កុំព្យូទ័រដូចជាពេលយើង video call ឬថតវីដេអូជាដើមឧបករណ៍ទាំងនេះប្រៀបដូចជាច្រកផ្លូវដែលអនុញ្ញាតឲ្យយើងបញ្ជូនទិន្នន័យពីពិភពខាងក្រៅទៅក្នុងកុំព្យូទ័របន្ទាប់ពីកុំព្យូទ័របានដំណើរការទិន្នន័យហើយតើវាបង្ហាញលទ្ធផលមកឲ្យយើងវិញដោយរបៀបណាគឺតាមរយៈឧបករណ៍បញ្ចេញលទ្ធផល output device monitor ឬហៅថាអេក្រង់គឺជាឧបករណ៍បញ្ចេញលទ្ធផលសំខាន់បំផុតដែលបង្ហាញរូបភាពវីដេអូនិងកម្មវិធីនានាដែលអាចឲ្យយើងមើល speaker សម្រាប់បញ្ចេញសំឡេងរីឯ printer សម្រាប់បោះពុម្ពឯកសារ digital ចេញមកជាក្រដាសបង្ហាញលទ្ធផលឧបករណ៍ទាំងនេះគឺជាកន្លែងដែលកុំព្យូទ័របង្ហាញលទ្ធផលនៃការងាររបស់វាមកឲ្យយើងវិញផ្នែកទី4យើងនិយាយអំពីគ្រឿងបង្គុំសំខាន់ៗ core components ឥឡូវយើងចូលទៅមើលគ្រឿងបង្គុំសំខាន់ៗនៅខាងក្នុងកុំព្យូទ័រវិញម្ដងដំបូងគឺ motherboard មជ្ឈមណ្ឌលតភ្ជាប់ motherboard គឺជាបន្ទះសៀគ្វីធំជាងគេដែលភ្ជាប់គ្រប់ផ្នែកទាំងអស់ចូលគ្នាដូចជា CPU RAM storage និង GPU ការចែកចាយថាមពលវាផ្ដល់ថាមពលអគ្គិសនីនិងជាផ្លូវសម្រាប់ទិន្នន័យធ្វើដំណើររវាងគ្រឿងបង្គុំនីមួយៗចំណែកឯប្រព័ន្ធប្រសាទ motherboard ប្រៀបដូចជាប្រព័ន្ធប្រសាទដែលតភ្ជាប់និងសម្របសម្រួលរាល់សកម្មភាពរបស់សរីរាង្គកុំព្យូទ័របើគ្មានវាគ្រឿងបង្គុំទាំងអស់មិនអាចធ្វើការជាមួយគ្នាបានទេបន្ទាប់មកគឺ CPU ដែលមានពាក្យពេញគឺ Central Processing Unit ដែលយើងតែងតែហៅថាជាខួរក្បាលរបស់កុំព្យូទ័រការគណនាល្បឿនលឿន CPU ទទួលខុសត្រូវក្នុងការដំណើរការរាប់ពាន់លានប្រតិបត្តិការក្នុងមួយវិនាទីដើម្បីឆ្លើយតបរាល់ការបញ្ជារបស់យើងមជ្ឈមណ្ឌលបញ្ជាវាបកស្រាយរាល់ការបញ្ជាពី software និងសម្របសម្រួលការងាររវាងគ្រឿងបង្គុំផ្សេងៗកត្តាកំណត់ល្បឿន CPU កាន់តែខ្លាំងកុំព្យូទ័រកាន់តែមានសមត្ថភាពខ្ពស់ក្នុងការធ្វើការងារស្មុគស្មាញដូចជាការកាត់តវីដេអូឬការគណនាទិន្នន័យធំៗមួយទៀតដែលសំខាន់គឺ RAM ដែលពាក្យពេញ Random Access Memory ដែលជាការចងចាំបណ្ដោះអាសន្នកន្លែងធ្វើការបណ្ដោះអាសន្ន RAM រក្សាទុកទិន្នន័យដែលកំពុងប្រើប្រាស់ភ្លាមៗដើម្បីឲ្យ CPU អាចទាញយកទៅប្រើបានលឿនបំផុតឧទាហរណ៍
ពេលអ្នកទាំងអស់គ្នាបើកកម្មវិធី YouTube នោះទិន្នន័យរបស់ YouTube នឹងត្រូវបានផ្ទុកចូលទៅក្នុង RAM multitasking បើ RAM កាន់តែច្រើនកុំព្យូទ័រអាចបើកកម្មវិធីច្រើនក្នុងពេលតែមួយបានលឿននិងមិនគាំងចំណាំទិន្នន័យក្នុង RAM នឹងបាត់បង់នៅពេលអ្នកទាំងអស់គ្នាបិទកុំព្យូទ័រឬដាច់ចរន្តអគ្គិសនីដូច្នេះហើយទើបវាជាការចងចាំបណ្ដោះអាសន្នក្រៅពី RAM យើងក៏មាន storage សម្រាប់រក្សាទុកទិន្នន័យអចិន្ត្រៃយ៍ storage មានពីរប្រភេទធំៗគឺ HDD និង SSD HDD ពាក្យពេញគឺ hard disk drive ប្រើថាបង្វិលដើម្បីរក្សាទុកទិន្នន័យវាមានតម្លៃធូរថ្លៃនិងមានទំហំផ្ទុកធំតែមានល្បឿនយឺតជាង SSD ពាក្យពេញហៅថា solid state drive ប្រើបន្ទះ chip ដើម្បីរក្សាទុកទិន្នន័យវាមានល្បឿនលឿនខ្លាំងធន់និងស្ងាត់បច្ចុប្បន្ន SSD គឺជាជម្រើសដ៏ល្អបំផុតសម្រាប់កុំព្យូទ័រទំនើបៗការប្រៀបធៀបល្បឿន SSD លឿនខ្លាំងរីឯ HDD យឺតភាពធន់ SSD ធន់ខ្លាំងមិនងាយខូចពេលប៉ះទង្គិចរីឯ HDD ងាយខូចតម្លៃ HDD ធូរថ្លៃជាង SSD ចុងក្រោយក្នុងចំណោមគ្រឿងបង្គុំសំខាន់ៗគឺ GPU ដែលមានពាក្យពេញគឺ Graphics Processing Unit ឬ Graphics Card ការងាររូបភាពនិងហ្គេម GPU ទទួលខុសត្រូវក្នុងការដំណើរការរូបភាពវីដេអូនិងហ្គេម 3D ឲ្យមានភាពច្បាស់និងរលូនបំផុតកាត់បន្ថយបន្ទុក CPU វាជួយកាត់បន្ថយបន្ទុកការងារ Graphic ធ្ងន់ៗពី CPU ដើម្បីឲ្យប្រព័ន្ធទាំងមូលដើរលឿននិងមានប្រសិទ្ធភាពសម្រាប់អ្នកអាជីព GPU មានសារៈសំខាន់បំផុតសម្រាប់អ្នកកាត់តវីដេអូអ្នករចនាប្លង់ 3D និងអ្នកលេងហ្គេមអាជីពដែលត្រូវការសមត្ថភាព Graphic ខ្ពស់ផ្នែកទី5របៀបដែលកុំព្យូទ័រដំណើរការ Data Flow ឥឡូវយើងមកមើលពីរបៀបដែលគ្រឿងបង្គុំទាំងអស់នេះធ្វើការរួមគ្នាជាលំហូរទិន្នន័យវិញម្ដង 1. Input ដំបូងអ្នកបញ្ជាឬបញ្ចូលទិន្នន័យទៅក្នុងកុំព្យូទ័រតាមរយៈ keyboard mouse ឬ microphone 2. Process បន្ទាប់មក CPU ដែលជាខួរក្បាលនិងគណនានឹងដំណើរការទិន្នន័យទាំងនោះដោយប្រើប្រាស់ RAM ជាកន្លែងធ្វើការបណ្ដោះអាសន្ននិង storage សម្រាប់រក្សាទុកទិន្នន័យ 3. Output ចុងក្រោយលទ្ធផលនៃការដំណើរការនឹងត្រូវបានបង្ហាញនៅលើ monitor ឬបញ្ចេញសំឡេងតាម speaker មកឲ្យយើងវិញដំណើរការនេះកើតឡើងយ៉ាងលឿនបំផុតត្រឹមតែមួយប៉ព្រិចភ្នែកប៉ុណ្ណោះសម្រាប់អ្នកដែលកំពុងគិតចង់ទិញកុំព្យូទ័រថ្មីនេះជាគន្លឹះសំខាន់ៗមួយចំនួនកំណត់គោលបំណងសួរខ្លួនឯងថាតើអ្នកទិញសម្រាប់រៀនធ្វើការរដ្ឋបាលកាត់តវីដេអូឬលេងហ្គេមគោលបំណងខុសគ្នាតម្រូវការគ្រឿងបង្គុំក៏ខុសគ្នាដែរពិនិត្យមើល spec គោលផ្ដោតលើ CPU ល្បឿន RAM ការងារច្រើននិងប្រភេទ storage SSD គឺល្អបំផុតកុំភ្លេចមើល GPU បើអ្នកធ្វើការងារ graphic ធ្ងន់ៗសមស្របនឹងថវិកាជ្រើសរើសកុំព្យូទ័រដែលផ្ដល់តម្លៃសមនឹងសមត្ថភាព value for money និងសន្សំសំចៃថវិកាសម្រាប់តម្រូវការចាំបាច់កុំទិញរបស់ដែលថ្លៃហួសហេតុបើមិនចាំបាច់សង្ឃឹមថាវីដេអូនេះបានជួយឲ្យអ្នកទាំងអស់គ្នាមានការយល់ដឹងកាន់តែច្បាស់ពីពិភពកុំព្យូទ័រមិនមែនជារឿងស្មុគស្មាញទេបើយើងយល់ពីមូលដ្ឋានការយល់ដឹងពីគ្រឿងបង្គុំនិងរបៀបដែលវាដំណើរការនឹងជួយឲ្យយើងប្រើប្រាស់កុំព្យូទ័របានពេញសមត្ថភាពប្រសិនបើអ្នកយល់ថាវីដេអូនេះមានប្រយោជន៍សូមកុំភ្លេចចុច like share និង subscribe channel របស់ខ្ញុំដើម្បីទទួលបានវីដេអូថ្មីៗទៀតសូមអរគុណសម្រាប់ការទស្សនាជួបគ្នាពេលក្រោយ